chuồn chiết khmai dương đồn tài dương lọ na dần nhôm tay tại này nòm côn chào nâng ở school côn ở school tô school bon school bàm hai khai côn chào lịch đồn tài dương sang prasad muối hào tha prasad bài dọn prasad bài dọn nângยังเคยมีไอ้ในหนึ่งประสาทใบหย่อนเคยปรมหมกบุญเหมือนนั้นยันโยมเหมือนนั้นนั่งไงปรมหมกบุญให้สระให้ปรมปรมหมกบุญนั้นนั่งไงคือมันเป็นปรมได้ประเดี๋ยวสันติในขนมทานปรมได้ยันโยมเปียถ้าปรมมุกบุญขนมอัตในโดนตาขมายนึงคือสำดาวดอลปรมวิเฮรโทต่างบุญได้ลูกปุกเนบมาได้กรบรูปต่างบานเมียนจมปัวโกนกรบขณีนั่งไงจังบานยังตือประสานใบยอนนึงยังกระเลกมือตือปรมมุกบุญนั่นคือทาตำนางเอาปรมวิเฮรโทต่างบุญปรมวิเฮรโทมีในทาจมโรคจัดมีนจุมดูนบุญมีในแต่โกนกรบขณีบาอัดมีนตีจุมโรคโพคือตึกจัดได้ลูกปุ่งเนี่ยมาได้ปรอกปราณหรือก็สาวสร้างเอาเต้คือทาโกนกรบขณีนั้นมันอาจเคยเป็นลือประหัตติบานตีนั่นไงไอเป็นประสบหายยังกันมือมันอาจโดยสันเทียเต้มนุษย์นี่ลำบากมือไทยลำบากจนจำนั่นไงสัตว์โกในหนึ่งมนุษย์ลูกตาลูกเย่เหยียดโยมปลอกใส่ถลอกจนจำสัตว์โกยังเคยนี่โกไปแต่การเมาส์แต่ตาแต่บุญปรามในที่ดาร้อยแต่มนุษย์ยังมีแต่ตาดาร้อยกันเลยให้โยมเหมือนนะแต่ลำบากนะจึงเตรียมตีเอาลูกกับปุ่งเนี่ยมาได้นั่นคือทรายในเมตตาอันนั้นสนอสลันด้วยกายพเนจังน่ะด้วยกายพเนก่อนจังจังตรึถนัดถนอมบ่มปีใบบอมลมเป็นสอบแบบอย่างถึงตำร้อมโกนังใจกระลับกับงานั่นไงhai ban trẻ đã tê ta tới trẻ gì sẽ đây tới ban mà khu pi khu đang ngày bằng hạt bằng riêng sọc cột và cà đang nông ắt tình ấy để trong này gì thà prom để đồn ta sang nó cứ sầm đáo đó prom về here rồi thua đa lô của phúc này mà đài nó ban miên chủng buộc cồn cột nè đang ngày chẳng hay ban cả lại ní mà khơi côn chào thử bồn chun lục phụng nằm đai đi lọ na presama samput sa tha ca đằng côn ní chia bát thiên là ta cứ chia bát thiên này ba rầm mây chia mu là ta cứ chia rư quân này ba rầm mây bờ công miên cả tan nhu cả tạ về tí đằng côn lục phụng nằm đai và hai chứ mình ai miền bồn đi tê chân bồn đi cứ chỉ ca bậc ca côn sầm rạp cô nướng quạt cật thà cùng ao miền với bờ đệ xa rầy nấu pe đài nhà mà đai lìa trả luôn tới à vậy để trong nước với hua pe bà này mày dưỡng miền pịa thà thử bón khai plứ nâng thử bón khai ngủ nghịch nâng sầm đào đào cà thử bón đại phục mà đái nấu rúa nâng cái hào thử bón khai plứ
មានន័យថាគាត់នៅហូបបាននៅលឺសំឡេងកូននៅអាចដឹងថាកូននឹងធ្វើបន់ជូនអីទៅណាហ្នឹងហើយដល់ពេលគាត់លាចាកលោកទៅអានឹងរឿងមួយទៀតកតាបកិច្ចទួនាទីត្រូវតែធ្វើតក្កិណានុបទានជូនហ្នឹងហើយក៏ប៉ុន្តែរឿងដល់មិនដល់អានឹងរឿងមួយផ្សេងតែកតាបកិច្ចកូនត្រូវតែធ្វើតែអ្វីដែលសំខាន់គឺពេលដែលគាត់នៅរស់នេះហ្នឹងគឺសំខាន់តែសូមផ្ដាំដែរបនបច្ច័យ4បនចម្រើនបច្ចុប្បន្នហ្នឹងកូនចៅខ្លះហ្នឹងគិតពីលោកហ្នឹងឡើងលើសបើអីវ៉ាន់ហ្នឹងត្រៀមប្រគេនលោកហើយមែនណាហ្នឹងហើយមិនថាទេល្អប្រគេនលោកហ្នឹងហើយប៉ុន្តែកុំភ្លេចតួអង្គសំខាន់ក្នុងសាច់រឿងហ្នឹងផងហ្នឹងនៅកន្លែងខ្លះហ្នឹងបច្ច័យ4ហ្នឹងមួយអង្គដឹកមកគូតឡានហ្នឹងដឹកអត់អស់ណាប៉ុណ្ណានៃនេះដាក់ប្រកេនប្រសង់រួចទៅចប់បុណ្យឲ្យខោលហើយគូតដដែលណាជួនកាលស្បែកជើងអាឆ្វេងទាំងពីរចងស្លឹកចេកទៀតប៉ុន្តែនៅស្រុកនេះអាត្មាថាអ្នកនៅចឹងកន្លែងនេះក៏ជារឿងសំខាន់ថាយើងធ្វើបុណ្យជូនម៉ែជូនឪធ្វើម៉េចរៃរាយគ្នាចប់បុណ្យឲ្យម៉ែឪមានលុយក្នុងហោប៉ៅខ្លះដើម្បីគាត់បានទៅកសាងវត្តទៅធ្វើទានគាត់ចង់ធ្វើអីរឿងរបស់គាត់មានកូនខ្លះបង្កប់បញ្ជាម្ដាយពុកជូន200000រៀលទៅម៉ែខ្ញុំជូនម៉ែប៉ិនម៉ែកុំយកទៅគេលោកខ្ញុំឲ្យម៉ែទិញបង្អែមផ្លែឈើអីហូបឲ្យឆ្ងាញ់មានកម្លាំងចេតនានឹងល្អចេតនារបស់កូនអត់ខុសទេក៏ប៉ុន្តែកុំថែមថាកុំយកទៅធ្វើបន់នៅវត្តអាហ្នឹងខុសហ្មងបងហ្នឹងហើយពីព្រោះពុកម្ដាយចាស់គាត់រឿងមនុស្សចាស់គាត់ស្រឡាញ់បុណ្យកុសលហើយហាមគាត់អារឿងដែលគាត់ស្រឡាញ់ហាមមិនកើតញាតិញោមមែនទេដល់ហ្នឹងចាប់ផ្ដើមមកឮប្រកាសធ្វើនេះធ្វើនោះទូសាប់មកពីកូនអើយសូមចូលរួម50000ផងប៉ិនកុំប្រកាសប្រយ័ត្នកូនកណាឮថ្មោងហើយកណាត្រូវមាត់កូនហើយចាប់ដើមមកចង់ធ្វើបុណ្យធ្វើអីប៉ុន្តែលាក់អត់ឲ្យកូនដឹងទេលួចធ្វើបុណ្យអានឹងលួចធ្វើបុណ្យហ្នឹងហើយអញ្ចឹងកន្លែងនេះក៏គួរតែកូនយល់ដែរបើថ្នាក់ដល់ដឹងគុណលោកឪពុកអ្នកម្ដាយហើយគួរតែឆ្លាតកន្លែងនឹងទៀតថាជូនម្ដាយប៉ុណ្ណឹងកាត់យកទៅធ្វើអីជារឿងរបស់គាត់ហ្នឹងហើយឲ្យគាត់សប្បាយចិត្តជាពិសេសរឿងធ្វើបុណ្យបើដឹងថាម្ដាយយកទៅធ្វើបុណ្យណាឧទាហរណ៍ថាវត្តតវងយើងនេះកំពុងកសាងសាលាឆាន់អីជួយស៊ីម៉ងต์1បេ2បេអីអស់លុយទីកូនជូននឹងទៅបើកូនដឹងថែមទៀតទៅម៉ែអើយលើថាម៉ែធ្វើបុណ្យអស់ឲ្យកូនថែមទៀតទៅឲ្យម៉ែបានធ្វើបុណ្យឲ្យច្រើនព្រោះម៉ែអាចធ្វើបុណ្យបានអាហ្នឹងវាមានតែអញ្ចឹងវាអត់មានជូនឲ្យហាមខាត់ម៉ែឥឡូវម៉ែខ្ញុំជូន20000ប៉ុន្តែកុំយកទៅធ្វើបុណ្យណាប្រយ័ត្នតែខ្ញុំដឹងខ្ញុំឈប់ជូនណាអូប្រេះដើមទ្រូងហើយម្ដាយទទួលលុយហើយនឹងក៏ភ័យតក់ស្លុតចង់ធ្វើបុណ្យលួចលាក់មុខក្រោយប្រាប់លោកកុំប្រកាសឈ្មោះកណាយ៉ាត់តែកូនកណាដឹងតែពិបាកអើយកណាលេងបានធ្វើបុណ្យទៀតហើយឥឡូវយើងសម័យមើលតើការឲ្យ20000រៀលទៅម្ដាយហ្នឹងតើជាការផ្ដល់សេចក្តីសុខឲ្យម្ដាយឬក៏ផ្ដល់សេចក្តីព្រួយដល់ម្ដាយទៅវិញព្រួយញាតិញោមធ្វើបុណ្យធ្វើទាំងព្រួយហ្មងលំបាកអញ្ចឹងហើយបានសូមឲ្យ
កូនចៅគ្រប់រូបមិនមែនតែម្ចាស់ដើមទៀនប្រធានដើមបុណ្យហ្នឹងដឹងទេគឺថាជាទូទៅណាដឹងហើយបើបានជូនអីម្ដាយលោកពុកគឺផ្ដល់សិទ្ធិសេរីភាពពេញលេញគាត់ចង់យកទៅធ្វើអីក៏ជារឿងរបស់គាត់ហ្នឹងហើយព្រោះយើងបានលះបង់ជូនទៅគាត់ហើយគឺថាជារបស់គាត់ហើយយើងអត់អាចទៅហួងហែងខ្លំមើលតាមដានគាត់យកទៅវត្តឬក៏យកទៅទិញអីហូបពិសាអានឹងជារឿងរបស់គាត់គាត់ណាតោះនេះកូនចៅបានកូនចៅស្រុកយើងមិនចឹងទេមែនណាល្អណាស់បានធ្វើបុណ្យជូនលោកពុកអ្នកម្ដាយហ្នឹងហើយចឹងពេលបុណ្យចប់ហើយយើងមើលលុយកាក់អីមានអីដាក់ជូនម្ដាយពុកជូនអ្នកម្ដាយជាពិសេសតួអង្គសំខាន់ក្នុងកម្មវិធីបុណ្យហ្នឹងគឺថាជូនទុកឲ្យមានធ្វើបុណ្យអីតទៀតដល់ប្រគេនលោកអស់ទៅបានតែលោកហ្នឹងម៉ែឪអ្នកចាស់អង្គពិធីតួអង្គសំខាន់ក្នុងសាច់រឿងហ្នឹងអត់បានអីហងតែគេសួរមិនអើយអ៊ំបុណ្យចប់ហើយសល់ប្រហែលគ្មានសល់អីកូនយកប្រគេនលោកអស់ហើយទៅជាឲ្យម្ដាយហ្នឹងពិបាកចិត្តទៀតហ្នឹងហើយខំធ្វើបុណ្យប៉ុណ្ណានៃមន្តគុណវត្តខ្ចាស់មកទេសទៀតហ្នឹងហើយបុណ្យចប់មកគ្មានសល់អី10000ដាក់កប៉ៅហ្នឹងហើយចឹងបានជួយរៀបចំធ្វើយ៉ាងម៉េចឲ្យម្ដាយពុកសប្បាយចិត្តគោលបំណងរបស់កូនគ្រប់គ្នាដែលធ្វើបុណ្យជូនម្ដាយឬក៏លោកឪពុកដែលយើងធ្វើបុណ្យជូនហ្នឹងគឺថាបំណងចង់ឲ្យម្ដាយឬឪពុកហ្នឹងគាត់សប្បាយចិត្តមែនឬមែនញាតិញោមម្ចាស់បុណ្យណាហ្នឹងហើយចង់ឲ្យម្ដាយឪពុកសប្បាយចិត្តហ្នឹងហើយបើម្ដាយឪពុកយើងធ្វើជូនហើយគាត់មិនសប្បាយអាហ្នឹងវាមានមូលហេតុដែរនៃការមិនសប្បាយអញ្ចឹងអាត្មាជឿថាគ្រប់ឪពុកម្ដាយទាំងអស់តែកាលណាកូនធ្វើបុណ្យជូនពុកម្ដាយសប្បាយចិត្តពីព្រោះអីជាបំណងប្រាថ្នារបស់លោកឪពុកអ្នកម្ដាយគ្រប់រូបហ្នឹងហើយតាំងពីនៅក្នុងពោះកាត់ທາງសូមឲ្យទេវតាណាសូមសងដល់ទេវតាធ្វើម៉េចកូនខ្ញុំនេះកើតមកនឹងសូមឲ្យកើតមកជាកូនល្អមានសុខភាពល្អមានអវយវៈពេញលេញដោយមនុស្សទូទៅហើយឆ្លាតហ្នឹងហើយអញ្ចឹងបំណងរបស់ពុកម្ដាយហ្នឹងគឺថាចង់បានអញ្ចឹងហើយដល់ពេលចុងក្រោយគឺថានៅពេលដែលកូនចាស់ដឹងគុណពុកម្ដាយខ្លះមិនមែនក្រទេញាតិញោមពុកម្ដាយខ្លះមានជាងកូនទៀតលុយកាក់ដីស្រែចម្ការគ្រប់កន្លែងសម្លៀកបំពាក់គាត់ក៏មានដែរបាយក៏មានហូបប៉ុន្តែនៅពេលដែលកូនធ្វើបុណ្យជូនកូនបានថ្វាយអង្គមកូនជូនសម្ពុតអាវម៉ែឪរំភើបចិត្តណាស់ញាតិញោមហ្នឹងហើយរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកដោយសារអីវាជាបំណងរបស់គាត់ចង់ឃើញកូនគាត់ដឹងគុណអញ្ចឹងហ្នឹងហើយរហូតដល់ថាបានឃើញកូនធ្វើបុណ្យជូនណាបានកូនដឹងគុណធ្វើបុណ្យចម្រើនបជនបច្ច័យ4ជូនហ្នឹងគឺថាគាត់រំភើបចិត្តរហូតដល់គាត់ថាតែប៉ុណ្ណេះបើស្លាប់ទៅក៏បិទភ្នែកចិត្តដែរនេះជាបំណងរបស់ឪពុកម្ដាយគ្រប់រូបពីព្រោះគាត់លះបង់ចំពោះកូននឹងច្រើនណាស់ហ្នឹងហើយតាំងពីនៅក្នុងពោះគាត់លោកតាឆឹងកានគាត់មានប្រសាសន៍ហើយថាស្រណោះម្ដាយធ្ងោអាសូរម៉ែស្រែកគួរអាសូរចិត្តអាណិតម៉ែអស់9ខែម៉ែពោផ្ទៃស៊ូត្រំចាញ់គួរញួរលហិតលហើយអាស្រ័យបុត្រគៀផ្ញើជីវិតឃើញទេពេលដែលចុះចាប់បដិសន្ធិមកម្ដាយគាត់លំបាកចាញ់គួរស្ទើរផុតជីវិតចាក់លោកី
vị sai mà chửi riêng màu rồng chằm bà mai bàn chlong phật việt thông mai đáp cồn dòng mai chầm nằm xâm lên cồn tôi đôi bẩn đầm sạp xăm trung mai ao là hai bịch mai chỉnh chầm cồn mai thân nạ thân nòm bầm pê bay bom lùm bẩn nật chlong cắt đầm nọ đây là hạt đặt đòi ở ra đặt là sàn chân khơi nhé tăngពីនៅក្នុងពោះរហូតដល់ទៅសូត្រចាក់ឧទោរបស់ម្ដាយមកគឺថាម្ដាយគាត់សប្បាយចិត្តទោះបីលំបាកវេទនាមច្ចរិកមករងចាំយ៉ាងណាក៏ប៉ុន្តែទឹកចិត្តម្ដាយទឹកចិត្តលោកឪពុកនេះគឺថាគាត់គិតបារម្ភព្រួយភ័យតក់ស្លុតចំពោះកូននឹងគឺខ្លាំងណាស់ហើយដល់ពេលកូនធំបានធ្វើបុណ្យជូនគាត់អរំភើបហ្នឹងហើយសម្ពុតគាត់មានហើយអៅគាត់មានហើយបាយគាត់មានហូបហើយហេតុអីបានគាត់រំភើបរហូតដល់ស្រក់ទឹកភ្នែកដោយសារគាត់គិតថាកូនគាត់នឹងដូចបំណងគាត់ចង់ឃើញកូនគាត់ជាបុគ្គលដឹងបុណ្យដឹងបាបដឹងគុណដឹងទោសនេះគឺជាបំណងប្រាថ្នារបស់លោកឪពុកអ្នកម្ដាយគ្រប់រូបគឺណាហើយងាកទៅឪពុកម្ដាយដែលគាត់បានទទួលការដាក់ឈ្មោះពីព្រះសម្មាសម្ពុទ្ធនឹងឪពុកម្ដាយគ្រប់រូបមានឈ្មោះរហូតដល់4ញាតិញោមរហូតដល់4ហ្នឹងហើយទី1ពុព្វាចារ្យពុកម្ដាយគ្រប់រូបនឹងមានឈ្មោះថាជាគ្រូដើមរបស់កូនប្រុសស្រីពេលខ្លះយើងរកគ្រូដើមអត់ឃើញទេនឹងរកចុះរកឡើងដឹងនៅណាទេគ្រូដើមតែក្នុងពុទ្ធសាសនានេះព្រះសម្មាសម្ពុទ្ធថាលោកឪពុកអ្នកម្ដាយនេះឯងគឺជាគ្រូដើមពេលយើងកើតមកពីណាបង្រៀនយើងឲ្យចេះនិយាយពីណាបង្រៀនយើងឲ្យចេះហូបចុកស្លៀកពាក់សម្ដីភាសម្ពោហ្នឹងហើយយើងថាមានទេវតានៅយើងទៅបួងសួងបន់ស្រន់ដុតធូបដុតទៀនបូជាពលីទេវតាមានផ្កាភ្ញីនំនេកអីសពគ្រប់យើងថាទេវតាអរុក្ខទេវតានៅតាមដើមឈើភូមិទេវតារក្សាភូមិឋានជំនាញផ្ទះអាកាសទេវតានៅលើអាកាសអារាមទេវតានៅតាមវត្តអារាមអីហ្នឹងទេវតានៅគ្រប់កន្លែងទាំងអស់ប៉ុន្តែទេវតាទាំងអស់នោះមិនមែនជាទេវតាដើមរបស់កូនប្រុសស្រីទេទេវតាដើមរបស់កូនប្រុសស្រីគឺម៉ែឪនឹងឯងហ្នឹងពុទ្ធដាក់មកអញ្ចឹងញាតិញោមដាក់មកអញ្ចឹងទេវតាម៉ែឪនេះអត់ចេះកុហកកូនទេហើយមានបំណងល្អណាស់ចំពោះកូនតែទេវតាក្រៅពីម៉ែឪនេះទេវតាខ្លះនៅជំនាញផ្ទះចូលកាលកុហកបោកប្រាស់យើងបញ្យល់សពឲ្យយើងចាក់បន្ទុយលេខខុសក៏មានដែរហ្នឹងមានហូរហែដែរណាមែនឬមែនទេនោះហ្នឹងយល់សពទៅឲ្យឃើញឆ្កែចន់ប៉ោតទៅហើយចេះតែកាត់ទៅឆ្កែខ្សែទៅប៉ោត8ទៅចាក់ខ្សែ8ទៅចេញ84ហ្នឹងអានេះសិតទៅទេវតាផ្សេងពីម៉ែឪនឹងប្រាប់យើងអត់ដែលត្រូវទេប្រាប់ខុសរហូតតែទេវតាពលគឺម៉ែឪមិនដែលមានចេតនាបំណងអាក្រក់លើកូនឡើយទី3ឪពុកម្ដាយនេះព្រះសម្មាសម្ពុទ្ធដាក់ឈ្មោះថាជាអាហោណាយៈជាស្រែបុណ្យរបស់កូនហើយក្នុងពាក្យនេះអ្នកប្រាជ្ញខ្មែរយើងហៅថាម៉ែឪនេះជាព្រះអរហន្តរបស់កូនប្រុសស្រីហ្នឹងហើយមានន័យថាបើកូនណាធ្វើបុណ្យជាមួយលោកទាំងពីរនេះរមែងបានបុណ្យច្រើនកើតកាលវាលគុំតិចតិជុំសុខដុមរមនីកើតកាលវាលគុំរោគទទួលទានមានបានហ្នឹងហើយចេះតែលូតចេះតែលាស់ទៅនឹងចឹងបើដែលថាជាព្រះរហន្តហ្នឹងគឺថាធ្វើបុណ្យជាមួយគាត់បានបុណ្យច្រើនណាស់ឧបសគ្គល្មមគឺថាអាចនឹងជួយបានហ្នឹងហើយឲ្យតែបានដឹងគុណ
ម្ដាយឪពុកហ្នឹងគឺថារីកចម្រើនមិនសូវមានបញ្ហាគ្រោះថ្នាក់អីទេហ្នឹងហើយអញ្ចឹងកូនចៅប្រុសស្រីម៉ែឪនេះក្នុងធัวហ្នឹងឧបមាដូចជាភ្លើងអញ្ចឹងបើកូនយកភ្លើងទៅដាំបាយធ្វើម្ហូបបានបាយបានម្ហូបទទួលទានបរិភោគតែបើយកភ្លើងទៅដុតផ្ទះអស់ផ្ទះនៅដូចគ្នាដែរបើកូនចៅចេះបម្រើម៉ែឪចេះដឹងគុណចេះធ្វើបុណ្យជូនឪពុកម្ដាយគឺសុខសប្បាយតែបើសិនជាធ្វើបាបឪពុកម្ដាយអានឹងក្តៅក្រហាយហើយទេវតាមនុស្សមិនចូលចិត្តទេលំបាកលំបិនអញ្ចឹងនឹងទី3ទី4ចប់លើហើយទី4មេដាបៃតានេះព្រះសម្មាសម្ពុទ្ធដាក់ឈ្មោះថាជាព្រហ្មាព្រោះជាព្រហ្មាមានន័យថាជាព្រះព្រហ្មណាដូចលើកឡើងខាងដើមឯប្រាសាទបាយ័នអញ្ចឹងគឺឪពុកម្ដាយជាព្រះព្រហ្មមានន័យថាឪពុកម្ដាយមានព្រហ្មវិហារធម៌4មួយគឺមេត្តា2ករុណា3មុទិតា4ឧបេក្ខាគ្របដណ្ដប់លើកូនប្រុសស្រីទាំងអស់បើឪពុកម្ដាយមិនមានបំណងអីនៅក្នុងឧទោក្នុងពោះរបស់គាត់ទេកូនមិនអាចរស់រៀនមានជីវិតដល់ថ្ងៃនេះទេអាចទម្លាក់ចោលក៏បានកើតមកហើយក៏វត្តចោលក៏បានក៏ប៉ុន្តែពុកម្ដាយមិនដូច្នោះឡើយគឺបានមើលថែជួយចិញ្ចឹមបីបាច់ស៊ូអត់ឃ្លានស៊ូធ្វើការហាលភ្លៀងហាលផ្គរដើម្បីកូនរហូតដល់ពេលខ្លះគ្មានពេលធ្វើបុណ្យធ្វើទានគ្មានពេលសុំសិលគ្មានពេលស្ដាប់ធម៌គ្មានពេលទៅវត្តទៅវាដោយសារតែកូននឹងឯងនឹងដល់ប៉ុណ្ណឹងញាតិញោមគិតមើលតើការលះបង់ជីវិតដើម្បីកូននោះតើពុកម្ដាយលះបង់យ៉ាងណាទៅតើមនុស្សក្រៅពីពុកម្ដាយតើអាចធ្វើបានទេมันអាចធ្វើបានទេចឹងហើយបានថ្ងៃនេះកូនចៅគ្រប់រូបធ្វើបុណ្យជូនពុកម្ដាយអាត្មាភាពសូមចូលរួមត្រេកអរជ្រះថ្លាអនុមោទនាបុណ្យហើយក៏សូមឲ្យពុកម្ដាយមានសុខភាពល្អពីព្រោះព្រះសម្មាសម្ពុទ្ធសម្ដែងថាហេតុដែលនាំឲ្យអាយុវែងនោះមាន5បុណ្យចម្រើនបជនមានន័យថាបុណ្យនេះធ្វើទៅដើម្បីឲ្យម្ដាយនឹងមានអាយុវែងអានឹងបើតាមអត្ថន័យបុណ្យពាក្យថាចម្រើនមានន័យធ្វើឲ្យច្រើនឥឡូវអាយុប៉ុន្មានហើយញោម71ញោមមួយទៀតរត់នឹកមិនឃើញផ្លេចអាយុខ្លួនឯងណា61 71 61ខុសគ្នា10ឆ្នាំហ្នឹងហើយអាយុប្រហែលអាត្មាដែរណែញោមឆ្ងល់ទៀតចឹងពាក្យថាចម្រើនបច្ចុប្បន្ននេះគឺថាធ្វើឲ្យបច្ចុប្បន្នធ្វើឲ្យអាយុនឹងច្រើនតែចម្រើនយ៉ាងម៉េចមានន័យថាធ្វើបុណ្យឲ្យស្រាប់តែអាយុច្រើនទៅឬយ៉ាងណារស់បានយូរឬយ៉ាងម៉េចក្នុងពុទ្ធសាសនាហេតុដែលនាំឲ្យអាយុវែងនេះមាន5ក៏មាន6ក៏មាន7នឹងក៏មានប៉ុន្តែអាត្មានិយាយត្រឹម5ទី1សប្បាយការីមានន័យថាធ្វើខ្លួនឲ្យសប្បាយយើងកុំសូវកាត់ទុកពេកអ្នកណាក៏មានទុកដែរវាមិនមានតែយើងទេអញ្ចឹងយើងកុំសូវមុខជូរពេកព្រឹកណាក៏មុខជូរពេលថ្ងៃក៏មុខជូរយប់ហើយនឹងក៏មុខជូរយូរទៅវាអត់សប្បាយចឹងណារស់អត់បានយូរទេបុរាណគេថាឈើបៀមទឹកឆាប់ពុកមនុស្សបៀមទុកឆាប់ស្លាប់ចឹងជាពាក្យអង្គការគេក៏ជាពាក្យសិនទៅរោបានចាំសងអាហ្នឹងវាធម្មតាញាតិញោមធ្វើម៉េចតែយើងកុំកាត់ទុកអីពេកញឹមដូចថ្មញឹមហ្នឹងហើយចឹងទី1សបាយការីតែកាលណាធ្វើខ្លួនឲ្យសបាយទៅអាយុវែងហើយសូវពិបាកទេ
ចាប់កាត់ទុកហើយញោមមើលតកាលណាយើងទុកព្រួយច្រើនពេកបាក់ស្រឹបហ្មងសុខភាពរបស់យើងនឹងអាចស្រុតទៅតាមទុកកង្វល់ផ្លូវចិត្តរបស់យើងទី2ស្គាល់ប្រមាណក្នុងការសបាយតើក្មេងគេសបាយមិនមនុស្សចាស់គេសបាយមិនយើងចាស់ហើយសបាយក្នុងទានសបាយក្នុងសិលសបាយក្នុងភាវនាមិនគ្រាន់តែគេចាក់បត់ញីកែងជើងក្រោកញីគេដែរអានោះដល់ធានហើយញោមកលាច់ជើងដួលត្រឡំត្រលិនបាក់ដៃបាក់ជើងបាក់កកងាប់បាត់ឡើយមិនបានរស់យូរទេអាហ្នឹងលោកថាឲ្យស្គាល់ប្រមាណក្នុងការសបាយទី3ស្គាល់ពេលវេលាស្គាល់កាលៈទេសៈកន្លែងខ្លះចន់ដានចោលកន្លែងខ្លះជាតំបន់ក្មេងក្មេងទំនើងណាពេលលាអាវ៉ាខ្សែមានពាក់ព័ន្ធគ្រឿងញៀនទៅជួនកាលយើងទៅតំបន់អញ្ចឹងអាចគ្រោះថ្នាក់ដល់ជីវិតអាចឆាប់ស្លាប់ដែរណាគេស្ទាក់វាយទៅគេធ្វើបាបអីចឹងទៅណាទី4ស្គាល់ប្រមាណក្នុងអាហារបរិភោគនេះសពថ្ងៃនេះលំបាកណាស់រឿងអាហារនៅសុខភាពជួបបញ្ហាហើយញាតិញោមគ្រប់គ្នាសពថ្ងៃនេះយើងអត់បានគិតរឿងអាហារទេតាមពិតសុខភាពយើងទ្រុឌទ្រោមនឹងមកពីការទទួលទានអាហារហ្នឹងមកចំណែកធំរាប់ពីក្មេងទៅព្រោះក្មេងទទួលទានអាហារទិញនំនេកអីហ្នឹងក៏មើលផងរបស់ខ្លះពោះដលេរបស់ខ្លះនាំមកពីស្រុកគេមិនបានគិតគូរពីសុខភាពជនជាតិកម្ពុជាទេអញ្ចឹងក្នុងនាមឪពុកម្ដាយហ្នឹងក៏ជួយពិនិត្យមើលសពគ្រប់ទៅដើម្បីធ្វើយ៉ាងម៉េចឲ្យសុខភាពទាំងកូនទាំងយើងទាំងម៉ែទាំងឪហ្នឹងមានសុខភាពល្អហ្នឹងហើយការស្គាល់ប្រមាណក្នុងអាហារនេះក៏សំខាន់ដែរមានយាយមួយនោះគាត់ឃ្លានខ្លាំងញោមគាត់មកពីណាតហិតហៈទៅខែដាល់អំបុកញាតិញោមដាល់អំបុកបាយមិនតាន់ឆ្អិនទៅគាត់ឃ្លានពេកអកអំបុកអកពី3ក្តាប់ទៅណាអកដាក់ទឹកមកផ្តិលទៅមានអីអំបុកវារីកក្នុងពោះរីកទៅវាដូចគាត់ហូបច្រើនពេកទៅអំបុកវារីកធំទៅវាស្ទះដង្ហើមក៏ដាច់ខ្យល់ងាប់ទៅមានរហូតដល់ចុះកសែតសារព័ត៌មានប្រហែលឆ្នាំមុនហ្នឹងក៏ជាចំណុចដែលចង់លើកឡើងថាអាការទទួលទានអាហារទាំងអាហារគ្មានគុណភាពហើយនឹងលើសប្រមាណក្នុងការបរិភោគដែលមិនស្គាល់ប្រមាណមិនមានភោជនេមតញ្ញតាហ្នឹងក៏ប៉ះពាល់ដល់សុខភាពអាចនឹងឆាប់ស្លាប់ដែរទី5ធម្មានុធម្មបដិបត្តិដើម្បីឲ្យអាយុវែងតលតែញោមមានការប្រព្រឹត្តធម៌ជាប្រក្រតីងាកឡើងមុនសម្រានធ្វើអារម្មណ៍ឲ្យល្អដកដង្ហើមមួយមកសទុះអីទៅថ្វាយអង្គមព្រះទៅអ្នកមោ3ចំអិតិបិសោស្វាខាតតោសុបត្តិបណ្ណោទៅបោះថ្វាយអង្គម3ដងទៅគេនៅលក់ស្រួលញោមស្រួលស្រួលតលភ្លឺហ្នឹងហើយធ្វើតែអញ្ចឹងរាល់ថ្ងៃទៅសុខភាពល្អមិនងាយងាប់ទេមិនងាយស្លាប់ទេបងអញ្ចឹងនេះរូបមន្ត5យ៉ាងដែលធ្វើឲ្យអាយុវែងតាមចំណងជើងដែលអាត្មាលើកឡើងខាងដើមហ្នឹងគឺថាទី1ស្គាល់ទី1ធ្វើខ្លួនឲ្យសប្បាយទី2ស្គាល់ប្រមាណក្នុងការសប្បាយទី3ស្គាល់ពេលវេលាកាលៈទេសៈទី4ស្គាល់ប្រមាណក្នុងអាហារភោជនទី5មានធម៌ប្រព្រឹត្តជាប្រក្រតីតែយូរទៅស្រស់ស្រាយសប្បាយអញ្ចឹងទៅសុខភាពផ្លូវកាយក៏មានសុខភាពផ្លូវចិត្តក៏មានរស់បានយូរហើយសមនឹងពាក្យថាធ្វើបុណ្យចម្រើនបជនហ្នឹងហើយអញ្ចឹងអាយុវែងតាមពាក្យដែលយើងដាក់ហ្នឹងតែបើដាក់តែបុណ្យអញ្ចឹងទៅប៉ុន្តែអត់សុបាយហ្មងហ្នឹងហើយមុខជូររាល់ថ្ងៃអាហ្នឹងក៏រស់បានយូរដែរធ្វើបុណ្យក៏ជួយមិនបានដែរតើនេះចាស់អង្គពិធីបងលោកយាយទាំងពីរញោមតាមបានទេបងណែអញ្ចឹងញោមទាំងអស់គ្នាទៅណាហ្នឹងហើយសូមអនុមោទនា